នីតិរាត្រីណាត់ជួបតាមពាក្យសន្យាតាមរយៈនីតិរាត្រីណាត់ជួបតាមពាក្យសន្យាបានវិលមកជួបអស់លោកនាងកញ្ញាសាជាថ្មីបន្ទាប់ពីវត្តមានតែពេលខ្លីហើយក៏បន្តអវត្តមានអស់រយៈពេលច្រើនថ្ងៃខែឆ្នាំកន្លងមកនេះតាមរយៈនីតិរាត្រីណាត់ជួបតាមពាក្យសន្យាមានកិត្តិយសបានវិលមកជួបអស់លោកនាងកញ្ញាសាជាថ្មីក៏ប៉ុន្តែនៅក្នុងជំនួបដែលត្រូវមានតួអង្គ3ត្រូវបានអត្ថាធិប្បាយបាទសួរនិងបញ្យលបកស្រាយនោះត្រូវមានគម្លាតអវត្តមាននៃលោកអ៊ំចំណាំនិងលោកអូនផ្លយដោយឡែកខ្ញុំគឺជាអ្នករៀបចំកម្មវិធីគឺលោកគ្រូមាត់ទឹកសុខឧត្តមក៏នៅមានវត្តមានសម្រាប់អំពេចំណង់ចំណូលចិត្តជូនដល់អស់លោកនាងក៏ប៉ុន្តែនាពេលដ៏ខ្លីខាងមុខវត្តមានរបស់អ្នកទាំងពីរនឹងវិលមកជួបជាមួយនឹងខ្ញុំតាមរយៈរាត្រីណាត់ជួបតាមពាក្យសន្យាដដែលអស់លោកអ្នកនាងប្រិយមិត្តពុកម៉ែអ៊ំពូមីងបងប្អូនជាទីមេត្រីប្រិយមិត្តអ្នកស្ដាប់ជាទីស្នេហាបុគ្គលគ្រប់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមជាតិទូទាំងពិភពលោកឲ្យតែមានជំនឿតែងតែប្រកាន់ខ្ជាប់នៅពាក្យថារងចាំឬមួយក៏ត្រូវធ្វើនេះគឺជារឿងពិតដែលមិនអាចប្រកែកបានតើត្រូវធ្វើយ៉ាងណាតើត្រូវរងចាំយ៉ាងណានោះគឺត្រូវជាចំណោទព្រហ្មលិខិតដែលចង់ដឹងថាតើវាសនារបស់ខ្លួនមានភាពពិបាកឬមួយក៏ធូរស្រាលខ្លះនាពេលដ៏ខ្លីខាងមុខឬមួយក៏នៅតែដដែលដូច្នេះតាមរយៈនីតិរាត្រីណាត់ជួបតាមពាក្យសន្យាគ្មានអ្វីអាបកំបាំងទេត្រូវតែបកស្រាយនៅជំរាលជំរឿចិត្តរបស់អស់លោកនាងកញ្ញាតាមរយៈការទូទាជុកជីតារិស័យឆុតពីខ្ញុំលោកគ្រូពិជ័យហរាកុមារមទិបសុខដំឬមួយក៏លោកគ្រូមាត់ទឹកដើម្បីកុំឲ្យអស់លោកនាងកញ្ញាទន្ទឹងរង់ចាំយូរនៅក្នុងរាត្រីនេះខ្ញុំក្នុងនាមជាលោកគ្រូផងគឺជាវិក្កាមិននៅក្នុងកម្មវិធីនេះផងក៏សូមអញ្ជើញអស់លោកនាងទទួលស្ដាប់បំណកស្រាយតាមរយៈឆ្នាំថោះថាតើបន្ទាប់ពីចូលឆ្នាំខ្មែរប្រពៃណីជនជាតិកម្ពុជាយើងរួចមកតើរិស័យរបស់ឆ្នាំថោះមានវាសនាយ៉ាងណាបាទសូមទទួលស្ដាប់ដោយសេចក្តីសប្បាយរីករាយក្នុងចិត្តហើយកុំភ្លេចអញ្ជើញshareចេញម្ដងភ្លាមៗតាមរយៈលេខសំណាង522បាទ522គឺជាលេខដ៏ល្អវិសេសវិសាលសម្រាប់អស់លោកអ្នកនាងអញ្ជើញshareចេញម្ដងភ្លាមនោះអស់លោកអ្នកនាងរួចផុតអំពីក្តីទុកព្រួយទុកកង្វល់ហើយក៏មានសមត្ថភាពមានសំណាងនាពេលដ៏ខ្លីខាងមុខសម្រាប់ឆ្នាំថោះចាប់ពីពេលនេះតទៅអស់លោកអ្នកនាងត្រូវទទួលបាននៅរាសីខ្ពស់ជាបណ្ដាអ្វីមួយដែលក្នុងអតីតកាលអស់លោកអ្នកនាងធ្វើពុំបានឬមួយក៏ពុំទាន់បានសម្រេចបន្តិចទៀតនេះអស់លោកអ្នកនាងនឹងបានសម្រេចសមតាមបំណងពងប្រាថ្នាមិនតែប៉ុណ្ណោះលៀបសការៈឬមួយក៏ដំណឹងល្អកំពុងតែវិលកំពុងតែបោះជំហានឈានឆ្ពោះមករកអស់លោកអ្នកនាងឆ្នាំថោះជាបណ្ដាហើយបើទោះបីជាអតីតកាលលីឡំជាមួយដុំពពកខ្មៅបិទបាំងពន្លឺព្រះសូរ្យាយ៉ាងណាក៏នៅក្នុងរាត្រីនេះខ្ញុំក៏បានវិលខ្លួនមកបកស្រាយជំរាបនិងវិច្ចនៅវាំងននខ្មៅងងឹតចេញអំពីស្រទាប់ផ្ទៃមុខរបស់អស់លោកអ្នកនាងដើម្បីចង់បញ្ជាក់នឹងជំរាបជូនថាឆ្នាំថោះឈប់ព្រួយឈប់កង្វល់ខ្វល់ក្នុងអារាតទៅទៀតទៅបើទោះបីជាអស់លោកឆ្នាំថោះមួយចំនួនជំពាក់បំណុលគេស្ទើររំកោះឬមួយក៏រត់ចោលស្រុកបាទក៏អស់លោកអ្នកនាងនឹងមានវាសនាត្រចះត្រចង់ឲ្យតែយើងចាប់ផ្ដើមកែប្រែនៅចំណុចអវិជ្ជមានឧទាហរណ៍ឆ្នាំថោះខ្លះកំពុងតែទទួលរាសីខ្ពង់ខ្ពស់រងរឿងឧត្តមនាឆ្នាំ2020 2021 22ស្រាប់តែបែកផ្លាយគំនិតបាទអស់លោកមួយចំនួនទេមិនមែនសុទ្ធតែឆ្នាំថោះទាំងអស់ទេស្រាប់តែមានគំនិតទុច្ចរិតនិយមមានគំនិតបាទកេងប្រវ័ញ្ចឬមួយក៏បោកប្រាស់ដោយប្រការណាមួយជាហេតុបណ្ដាលឲ្យរត់ចោលស្រុកឬមួយក៏វិច្ចសម្ពាយបោះបង់ចោលឋានៈទូនីតិរបស់ខ្លួនក៏ប៉ុន្តែឆ្នាំថោះខ្លះមួយចំនួនទៀតបាទកើតមកសម្រាប់តែមានភក្ដីភាពស្មោះត្រង់ចំពោះមិត្តភក្តិឬមួយក៏មិត្តរួមការងារដូច្នេះចាប់ពីពេលនេះតទៅវាសនារបស់ឆ្នាំថោះលែងកំសត់លែងពិបាកទៀតហើយបាទមិនមែនមានន័យថាគ្រាន់តែឈប់ពិបាកគឺពិបាកដោយយើងមិនទទួលការងារធ្វើនោះទេមានន័យថាយើងចាប់ផ្ដើមធូរស្រាលបន្តិចម្ដងនេះគឺជាតថៈនៅក្នុងជីវិតរបស់ឆ្នាំថោះបាទហើយការប្រព្រឹត្តការរស់នៅនិងការប្រកបរបរណាមួយក្តីអស់លោកអ្នកនាងនឹងត្រូវមានសុភមង្គលជាបណ្ដាក៏ប៉ុន្តែដើម្បីជំរះនៅមន្ទិលសៅមងរបស់អស់លោកអ្នកនាង
បាទដើម្បីឲ្យកាន់តែមានសុក្រិតភាពដើម្បីឲ្យជីវិតរបស់អស់លោកនាងកាន់តែមានពន្លឺភាពរុងរឿងឧត្តមឧត្តមខ្ពង់ខ្ពស់បាទអស់លោកនាងគួរតែអញ្ជើញទូទីជោគជតារិស័យតខ្លួនជាមួយខ្ញុំលោកគ្រូពិជ័យហារាកុមារមកទឹកសុខឧត្តមឬមួយក៏លោកគ្រូមកទឹកក្នុងនោះផងដែរអស់លោកនាងអាចអញ្ជើញថតនៅខ្សែបាត់ដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុស្តិ៍រួមជាមួយថ្ងៃខែឆ្នាំកំណើតផ្ញើមកកាន់នីតិរបស់យើងខ្ញុំបាទក៏ប៉ុន្តែសូមជម្រាបដល់អស់លោកនាងឲ្យបានជ្រាបច្បាស់ថារាល់កិច្ចដែលត្រូវបានទូទីជោគជតារិស័យក្តីឬមួយក៏ធ្វើកិច្ចដូចជាការនិរិះប្រត់ប្រាស់ក្នុងសង្គមគ្រួសាររស់នៅមិនសូវចុះសម្រុងជាមួយគ្នាឬមួយក៏អតីតកាលបន្តមកដល់បច្ចុប្បន្ននេះធ្វើកិច្ចការអ្វីមួយសុទ្ធតែបរាជ័យឬមួយក៏បាទនៅក្នុងសង្គមការងារច្រើនតែមិត្តរួមអង្គភាពមិត្តរួមក្រុមមានការមិនចូលចិត្តឬមួយក៏មានការលួចវាយប្រហារដោយប្រការណាមួយអស់លោកនាងអាចជាវនៅយន្តមង្គលគ្រប់ប្រភេទពីខ្ញុំលោកគ្រូពិជ័យហារាកុមារមន្ទិបសុខឧត្តមបាទយើងអាចបំពេញឬមួយក៏កែប្រែនៅចំណុចអវិជ្ជមានជូនដល់អស់លោកនាងកញ្ញាផងដែរមិនតែប៉ុណ្ណោះចំពោះបងប្អូនជួបអតីឬមួយក៏អ្នកបងអ្នកមីងដែលការគ្រាកន្លងមកឬមួយក៏ឥឡូវនេះកំពុងតែរស់នៅក្នុងទីសកលស្នេហ៍ក្នុងសង្គមគ្រួសារបាទមានស្វាមីឬអត់ស្វាមីមានកូនឬអត់កូនមានន័យថាមានស្វាមីតែស្វាមីមិនយល់ចិត្តឬមួយក៏មានការប្រមាថដោយប្រការណាមួយឬមួយក៏ធ្វើទុកកង្វល់ខ្វល់ដោយធ្វើឲ្យញមីងរស់នៅមិនសូវបានសុខកាយសប្បាយចិត្តបាទហើយក៏ស្វាមីនោះបោះបង់ចោលឬមួយក៏កំពុងតែមានស្រីថ្មីធ្វើឲ្យជីវិតដែលអស់រយៈកាលច្រើនថ្ងៃខែឆ្នាំស៊ូទ្រាំហើយទ្រាំទៀតឥឡូវនេះកំពុងតែលេបគ្រោះលេបថ្មហើយថែមទាំងបរិះជាស្វាមីបណ្ដាស្រីថ្មីធ្វើប្រងើយដូច្នេះនីតិយើងក៏អាចបំពេញកិច្ចជូនដល់អស់លោកនាងកញ្ញាផងដែរតាមរយៈកន្សែងយន្តកន្សែងស្នេហ៍ឬមួយក៏មានអ្វីផ្សេងដែលអាចបំពេញចំណង់ចំណូលចិត្តជូនដល់អស់លោកនាងកញ្ញាបានខ្សែកត្បូងថ្មអង្កាំធម្មជាតិមានគ្រប់ប្រភេទបាទអស់លោកនាងអាចជាវយកទៅប្រើប្រាស់សមស្របតាមបំណងរបស់អស់លោកនាងមិនឲ្យខ្វល់ដោយប្រការណាមួយឡើយបាទអញ្ជើញសម្ដាប់ស្ដាប់ជាបន្តឆ្នាំថោះចាប់ពីពេលនេះតទៅត្រូវតាំងសមាធិផ្លូវចិត្តឲ្យបានច្រើនបាទកុំយករឿងអ្នកដតីមកដាក់នៅក្នុងខ្លួនហើយក៏កុំគិតអំពីការប្រមាថអ្នកដតីដែរត្រូវដោះលែងអ្នកដតីណាមួយដែលយើងមិនពេញចិត្តឲ្យផុតអំពីរង្វង់ខួរក្បាលរបស់ខ្លួនបាទគិតតែពីរឿងរបស់ខ្លួនដោះស្រាយនៅដូចជាអ្នកខ្លះមានតែមុខដូចមលូតែចម្ពាក់លុយធនាគារចម្ពាក់លុយអង្គការច្រើនស្ទើរតែរត់ចោលស្រុកបាទហើយអ្នកខ្លះទៀតមិនបានចម្ពាក់នរណាគេទេក៏ប៉ុន្តែនៅក្នុងសង្គមគ្រួសារវិលវល់រកទីបំផុតគ្មានដូចជាស្ពាយឬមួយក៏ទូលសក់កណ្ដាញ់ដាក់នៅលើក្បាលដោះស្រាយពុំចេះចប់ពុំចេះហើយបំណុលមួយបាទរំលងផុតទៅបំណុលមួយទៀតក៏ឈានចូលមកដល់ស្ទើររំកោះដូច្នេះហេតុនៅម្ដេចបានជាខ្ញុំលោកគ្រូពិជ័យហារាកុមារមន្ទិបសុខឧត្តមបានទូទីជោគជតារិស័យថាឆ្នាំថោះមានរិស័យខ្ពស់ព្រោះពេលវេលាបានមកដល់ហើយបាទមនុស្សមិនមែនចេះតែដួលរហូតនោះទេគង់មានថ្ងៃណាមួយបាទនឹងត្រូវងើបឈរដោយខ្លួនឯងក៏ប៉ុន្តែត្រូវតាំងចំហស្មារតីមើងម៉ាត់ផងបាទមិនត្រូវដេកដួលទៅលើព្រំលិខិតទាំងស្រុងនោះទេត្រូវខិតខំខ្លួនឯងផងបាទកម្លាំងពឹងផ្អែកទៅលើប្រេងវាសនាហើយក៏ត្រូវតវ៉ានឹងព្រំលិខិតខ្លះទើបអាចជីវិតមនុស្សមានរស្មីនិងមានសុភមង្គលអស់លោកនាងបាទចូលសប្បាយចិត្តឲ្យបានច្រើនហើយមានសេចក្តីបំពេញនៅកុសលផលបុណ្យព្រោះមនុស្សយើងបច្ចុប្បន្នភាពនេះមានជីវិតផុយស្រួយណាស់ជួនកាលអស់លោកនាងមួយចំនួនកំពុងតែគេងឬមួយក៏កំពុងតែដើរស្រាប់តែដួលព្រុសហើយក៏បាត់បង់អាយុជីវិតក៏អាចថាបាននេះមិនមែនជាការប្រឌិតទេអស់លោកតែងទទួលព័ត៌មានផ្សេងថ្មីប្លែកតាមរយៈ Facebook ឬមួយក៏តាមព័ត៌មានផ្សេងដែលត្រូវបានបង្ហោះនៅលើកញ្ចក់បាទទូរស័ព្ទដៃរបស់អស់លោកនាងចាប់ពីពេលនេះតទៅបំពេញកុសលបានច្រើនធ្វើបុណ្យបានច្រើនទៅតាមសមត្ថភាពទៅតាមអ្វីមួយដែលអស់លោកនាងធ្វើមិនមែនចង់ធ្វើបុណ្យច្រើនសុខចិត្តខ្លួនឯងអត់ឬមួយក៏បង្អត់អាហារឲ្យពុកម្ដាយឬមួយក៏ធ្វើបាបចិត្តរបស់ភរិយាឬមួយក៏ស្វាមីឡើយត្រូវមានការពិភាក្សាប្រឹក្សាយោបល់
ប្រឹងប្រែងជិះវៀងនៅការកាប់សម្លាប់សត្វដែលពុំអាចជិះបានគឺយើងត្រូវតែជិះបើមិនអាចជិះបានគឺយើងធ្វើទៅតាមព្រហ្មលិខិតដូចជាមន់ឬមួយក៏ត្រីយើងត្រូវតែបរិភោគជាចំណីរបស់ធម្មជាតិដែលបានប្រឌិតមកហើយប្រគល់ឲ្យយើងជាអ្នកទទួលបាទចាប់ពីពេលនេះតទៅសូមជម្រាបហើយជម្រាបទៀតឆ្នាំថោះកុំអស់សង្ឃឹមបាទកុំយករឿងរបស់អ្នកដតីមកទុកដាក់នៅក្នុងខ្លួនកុំយករឿងរបស់អ្នកដតីមកពង្រីកតូចឲ្យទៅជាធំនាំបង្កើតទៅជាផ្សែងក៏ទៅជាភ្លើងហើយវាអាចប៉ះពាល់ដល់កិត្តិយសរបស់យើងកាត់លៀបកាត់ជោគកាត់ជ័យបើយើងតាំងខ្លួនធ្វើបុណ្យឲ្យប្រកាសជាធ្វើបុណ្យបាទកុំបន្សំនៅការបន់ផងបាបលីជាមួយគ្នាធ្វើយ៉ាងណាឲ្យគេមើលមកថាយើងជាអ្នកបន់តែលទ្ធផលចុងក្រោយនឹងជួញតែអំពើបាបបើសិនជាយើងមានសេចក្តីស្មោះត្រង់ដោយប្រការណាមួយចំពោះអ្នកដែលយើងត្រូវបានជួយនោះវាសនារបស់អស់លោកនាងកញ្ញាដែលកើតឆ្នាំថោះកាន់តែមានភាពរុងរឿងខ្ពង់ខ្ពស់ឧត្តមឧត្តមព្រោះនៅក្នុងយុគ9នេះតម្រូវឲ្យឆ្នាំថោះដែលបានប្រឹងប្រែងចេញពីសមត្ថភាពចំណេះជំនាញពិតប្រាកដហើយសមស្របនឹងកលៈទេសៈដែលប្រទេសជាតិកំពុងត្រូវការឬមួយក៏នៅក្នុងសមរភូមិជីវិតការងារប្រចាំថ្ងៃរបស់អស់លោកនាងកញ្ញាគឺគេត្រូវការមិនអាចបំភ្លេចចោលបាននោះនឹងធ្វើឲ្យជីវិតរបស់អស់លោកនាងកញ្ញាឆ្នាំថោះកាន់តែមានសុភមង្គលរុងរឿងឧត្តមឧត្តមហើយនឹងខ្លាចទៅជាកម្ពុជាអ្នកមាននៅក្នុងថេរវេលាចន្លោះ20ឆ្នាំក្នុងយុគ9ចាប់ពី2024រហូតដល់2044ក្នុងចន្លោះ20ឆ្នាំនេះឲ្យតែប្រឹងប្រែងខិតខំបំពេញកុសលផលបុណ្យបានច្រើនបំពេញចំណេះជំនាញសមត្ថភាពខិតខំសន្សំប្រាក់ខិតខំរកលុយរកកាក់ហើយជាពិសេសនោះគឺថែទាំសុខភាពមានប៉ុន្មានចំណុចនេះដែលខាតឆ្នាំថោះត្រូវតែខ្លាយទៅជាកម្ពុជាមានបាទកុំភ្លេចអញ្ជើញសះចេញបេដងភ្លាមតាមរយៈលេខសំណាង522ពេលវេលាបានមកដល់ទីបញ្ចប់ខ្ញុំលោកគ្រូវិជ័យហារាកុមារបន្ទប់សុខដំក៏សូមប្រសិទ្ធពរថ្វាយជូនដល់សម្ដេចទ្រង់អង្គម្ចាស់បាទសូមជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនរួមជាមួយប្រជាជនកម្ពុជា17ហើយឈានដល់ជិត18លាននាក់នាពេលបន្តិចទីនេះសូមអស់លោកទាំងអស់គ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមមានសុខភាពល្អជាចម្បងព្រមជាមួយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈគុំ3គ្លៀននៅពេលនេះខ្ញុំបាទលោកគ្រូវិជ័យហារាកុមារបន្ទប់សុខដំសូមជម្រាបលាក៏ប៉ុន្តែមុននឹងជម្រាបលាក៏សូមផ្ដល់នៅលេខទូរស័ព្ទជូនដល់អស់លោកនាងកញ្ញាបាទកុំភ្លេចអញ្ជើញប្រសិនបើមានកង្វល់ខ្វល់ដោយប្រការណាមួយរស់នៅក្នុងសង្គមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នាការងារប្រកបរបរអាជីវកម្មមិនបានសម្រេចមិនបានរីកចម្រើនលក់ដូរមិនសូវដាច់ឬមួយក៏ស្វាមីបោះបង់ភរិយាចោលដោយគ្មានអាល័យឬមួយក៏ភរិយាចោលចោលស្វាមីដោយគ្មានស្ដាយស្រណោះបាទឬមួយក៏ការពិភាក្សានៅក្នុងសង្គមគ្រួសារមិនសូវចុះសម្រុងជាមួយគ្នាអញ្ជើញលើកទូរស័ព្ទឡើងភ្ជាប់ទំនាក់ទំនង Telegram តាមរយៈលេខ012 64 5118មួយខ្សែទៀត097 77 62 844នៅពេលនេះខ្ញុំបាទលោកគ្រូវិជ័យហារាកុមារបន្ទប់សុខដំសូមជម្រាបលាសូមអរគុណ